Hello សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមក resort ដែលមានឈ្មោះថា Full Moon Resort ហើយថ្ងៃនេះជួបជាមួយបងឈ្មោះ John Yeah John I'm John Hello សួស្តីហើយអ្នកនរគ្នាប្រហែលជាស្គាល់គាត់ហើយគាត់គឺជាអ្នក review ម្ហូបមួយនៅក្នុងស្រុកខ្មែរដែលមាន Facebook page ឈ្មោះថា Are you home yet អូខេអញ្ចឹងថ្ងៃនេះនឹងបញ្យល់គាត់អំពីពាក្យ eat English តើនៅក្នុងភាសាខ្មែរគេអាចប្រើបានប្រមាណពាក្យ Okay so in English you said eat only one right eat or has something មានខុសគ្នាប៉ុន្តែវា slang អូខេអញ្ចឹងនៅក្នុងភាសាអង់គ្លេសយើងប្រើពាក្យ eat អូខេអញ្ចឹងនៅក្នុងពាក្យភាសាខ្មែរយើងអាចប្រើញ៉ាំយើងអាចប្រើហូបយើងអាចប្រើពិសាយើងអាចប្រើស៊ីសម្រាប់សត្វអូខេហើយសម្រាប់ព្រះសង្ឃគេប្រើពាក្យឆាន់យ៉ាហើយនឹងស្ដេចគេប្រើពាក្យថាសោយយ៉ាចនធ្លាប់ប្រើពាក្យអីជាងគេខ្ញុំគ្រាន់តែធ្លាប់ប្រើញ៉ាំស៊ីសម្រាប់សត្វនិងហូបBut you don't know other words like ពិសាពាក្យកោះគ្នាខ្ញុំអត់យល់ពីមុនពិសាអត់យល់នឹងអត់ដឹងពីមុននឹងពិសាហើយនឹងឆាន់សម្រាប់ព្រះសង្ឃ you know ព្រះសង្ឃ Yeah okay monk yeah and the last one is សោយពេលណាប្រើសោយគេប្រើសម្រាប់តែក្នុងរាជវាំងសម្រាប់ស្ដេច no yeah and ឆាន់ប្រើ only for monk yeah but ជាទូទៅគេប្រើញ៉ាំហូបហើយនឹងពិសាហើយលឺច្រើនជាងគេប្រើញ៉ាំមែនអត់ញ៉ាំលឺច្រើនជាងគេគ្រប់កន្លែងហ្មងញ៉ាំហើយនឹងហូបតែពិសាដែរលឺអត់ពិសាអត់សូវណាដោយសារតែពិសាភាគច្រើននៅក្នុងប្រទេសកម្ពុជាគេប្រើសម្រាប់មនុស្សចាស់ជាងយើង like អ៊ំឬក៏យាយឬក៏តាពូមីងអញ្ចឹងទៅអ៊ំតោពិសាយ៉ាអ៊ំពិសាបាយលោកតាពិសាបាយលោកយាយពិសាបាយយ៉ាពិសាយើងប្រើសម្រាប់មនុស្សចាស់ជាងយើងដល់ពេលប្រើពាក្យញ៉ាំយ៉ាសម្រាប់មនុស្សយើងសកលគ្នាឬក៏ប្អូនឬក៏បងអញ្ចឹងដែរញ៉ាំឬក៏ហូបដូចគ្នាអូខេ you got it ដល់យល់ពិតប្រាកដអូខេពីប្រូនេះបងរៀងល្អអូខេអូខេបងប្អូនអរគុណច្រើនបាយបាយ